បាទសូមជម្រាបសួរនិងសូមស្វាគមន៍សម្រាប់បងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់ការសិក្សានៅមេរៀន Excel មេរៀនទី18នៅថ្ងៃនេះមេរៀននៅថ្ងៃនេះគឺយើងនឹងសិក្សាអំពីរូបមន្តនិងអនុគមរូបមន្តមូលដ្ឋាននៅក្នុងការគណនាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានសិក្សានៅមេរៀនមុនរួចមកហើយនៅថ្ងៃនេះយើងនឹងបន្តការសិក្សាបន្តទៀតទី1តកតងជាមួយនឹងការប្រមាណវិធីបូកដើម្បីរកប្រមាណវិធីបូកគឺឧទាហរណ៍នៅទីនេះខ្ញុំដាក់ឧទាហរណ៍នៅទីនេះប្រមាណវិធីបូកគឺយើងចង់បូកពី50និង70តើស្មើប្រមាណអញ្ចឹងខ្ញុំមានរូបមន្តមួយគឺយើងដាក់ស្មើសរសេរស្មើហើយបន្ទាប់មកយើងមានរូបមន្តសាំបាទឬក៏មុនដំបូងយើងអាចប្រើរូបមន្តបូកធម្មតាក៏បានដែរយើងចុចលើ50ហើយចុចទៅលើសញ្ញានៅលើ keyboard របស់បងប្អូនគឺសញ្ញាបូកតើមកយកមកចុចកន្លែង70ហើយយើង enter បាទអញ្ចឹង50បូកនឹង70បាន120ដឹងយើងចង់បានក្រោមទៀតគ្រាន់តែយកម៉ៅរបស់យើងដាក់ចូលកន្លែងសញ្ញាបូកពណ៌ខ្មៅដូចនេះហើយសកត់ម៉ៅឆ្វេងឲ្យជាប់ហើយទាញមកតិចមកខាងក្រៅមកអញ្ចឹងវាបានបូកអូតូតែម្ដង50បូកនឹង70បាន120 30បូកនឹង35បាន65 55បូកនឹង40បាន95បាទនេះគឺប្រមាណវិធីទី1ដែលខ្ញុំបង្ហាញសម្រាប់បងប្អូនថ្មីដែលជាមូលដ្ឋានគ្រឹះដំបូងហើយប្រមាណវិធីបូកមួយទៀតយើងប្រើស្មើដូចគ្នាបាទអញ្ចឹងចំណុចទី2យើងអាចដាក់សញ្ញាស្មើទៅហើយសរសេរ sum បាទសរសេរអង់គ្លេស S U M បាទតោះមកយើងឃើញទីនេះ sum តោះមកចុចលើវា2ដងបាទតោះមកយើងដាក់ number 1គឺទីនេះ50ហើយក្បៀស1ទៅបាទឬក៏យើងអាចអូសមកក៏បានដែរអូសពីនឹងមកពី number 1ទីនឹងមកដល់70តែម្ដងទៅបាទយើងចុចចឹងមកអូសមកតាមនឹងមកហើយមកតាមលេខតាមហ្នឹងណាបាទមកតាមលេខ70ហ្នឹងមកប្រឡែងហើយយើងបិទពងកញ្ចក់វិញបាទហើយ enter អញ្ចឹងបានដូចគ្នាបងប្អូនយើងអូសមកខាងក្រៅមកគឺបានដូចគ្នាចំណុចទី2ដែលរបៀបក្នុងការបូកលេខខ្ញុំលុបសិនអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនតាន់ទាំងអស់គ្នាខ្ញុំទាញកន្លែងនេះសិនវែងបន្តិចបងប្អូនស្រួលមើលខ្ញុំសរសេរស្មើបន្តមកសាំបងប្អូនសាំហើយចុចកន្លែងនេះមានជ្រើសរើសពាក្យសាំនេះក៏បានបងប្អូនចុច tab ក៏បានចុច tab ក៏វារត់ទៅដល់កន្លែងហ្នឹងដែរបាទបន្ទាប់មកយើងអូសពី50មកដល់70នេះហើយយើងបិទពងកញ្ចក់ហើយ enter បាទបន្ទាប់មកយើងបាន120ហើយយើងចូលកន្លែងនេះសញ្ញាព្រួញសញ្ញាបូកនេះយើងចុចទាញមកខាងក្រោមមកត្រឹមអស់ទិន្នន័យរបស់យើងត្រឹមហ្នឹងមកបាទឃើញទេអញ្ចឹងគឺយើងវាបូកអូតូតែម្ដងបាទយើងអាចប្រួសវាសិនអញ្ចឹងនេះគឺជារបៀបបូកបាទហើយមួយទៀតគឺរបៀបដកប្រមាណវិធីដកចំណុចទី2ឧទាហរណ៍ថាខ្ញុំមាន50ចង់ដក2ស្មើប្រមាណអញ្ចឹង50បាទ50យើងស្មើសិនមក50យើងស្មើបន្តមកយើងយក50នេះហើយចុចសញ្ញាដកបាទសញ្ញាដកលើ keyboard បងប្អូនដកកន្លែងណាដក2នេះហើយ enter បាទ50ដក2សល់48យើងអូសមកខាងក្រោមទៀតមកនេះវាគណនាឲ្យយើងតែម្ដងអញ្ចឹងនេះសញ្ញាដកដោយសារតែ40ដក50វាតូចជាងអញ្ចឹងដាក់សញ្ញាដកខាងមុខអញ្ចឹងបើសិនជាយើងដូរមកកន្លែងដាក់60គឺវាធម្ម
ម្មតាវិញ60ដក50សល់10បាទអញ្ចឹងអានេះយើងដាក់ឧទាហរណ៍ថា200មកគឺដក5សល់195អញ្ចឹងទៅបាទទីនេះ50ដក40អញ្ចឹងទៅវាប្រែប្រួលទៅតាមហ្នឹងបាទឃើញទេសល់10ដូចគ្នាទីនេះក៏ដូចគ្នាដែរបងប្អូនអាចដូរទិន្នន័យ70នេះទៅជា100ទៅបាទអញ្ចឹងគឺបូកទៅគឺ100បូក50វាស្មើនឹង150ហើយអានេះសញ្ញាអានេះបូកហ្នឹងទីនេះក៏ដូចគ្នាដែរដាក់100អញ្ចឹងទៅនេះក៏ប្រែប្រួលដែរបាទអញ្ចឹងអានេះតកតងនឹងសញ្ញាវិធីបូកវិធីដកតមកយើងវិធីគុណម្ដងវិធីគុណគឺយើងចូលមក40គុណនឹង20អញ្ចឹងស្មើប្រមាណអញ្ចឹងយើងស្មើ40យកមកគុណគឺនៅសញ្ញាផ្កាយនៅលើ keyboard ហ្នឹងបាទចុចសញ្ញាផ្កាយទីនេះហើយលេខ20ហើយយើង enter បាទ40គុណនឹង20បាន800យើងអូសមកខាងក្រោមទៀតមកបាទអញ្ចឹងគឺ100គុណនឹង60បាន6000ហើយ15គុណនឹង50បាន7750អញ្ចឹងយើងគ្រាន់តែដូរលេខទីនេះមកគឺថា40គុណនឹង2ដាក់លេខ2អញ្ចឹងទៅទីនេះដូរណាបាទ100គុណនឹង100គុណនឹង5អញ្ចឹងទៅទីនេះក៏ដូរដែរបាទ15គុណនឹងណាគុណនឹង3អញ្ចឹងទៅទីនេះក៏ដូរដែរអញ្ចឹងនេះគឺរបៀបវិធីក្នុងការវិធីគុណចូលដល់មួយចំណុចទៀតគឺវិធីប្រមាណវិធីចែកទីនេះស្មើដែរមុនស្មើតបមកយកចំនួនដែលយើងចង់ចែក50នេះយើងចែកយើងដាក់សញ្ញាចែកមួយទៅមកសញ្ញាបញ្ឈរដូចនេះយើងបញ្ឆិតដូចនេះហើយយើងចែកនឹងប្រមាណចែកនឹង2ហើយយើង enter មកបាទ500ចែកនឹង2បាន250យើងអុសមកខាងក្រោមទៀតមកអញ្ចឹងគឺវាចែកឲ្យទាំងអស់1000ចែកនឹង5បាន200 5000ចែកនឹង2បាន2500អញ្ចឹងបើសិនជាចែកនឹង10វាដូរទៅទិន្នន័យនេះដែរបាទចែកនឹង10បាន500នេះចែកនឹង10វិញបាន100អញ្ចឹងទៅបាទនេះគឺប្រមាណវិធីចែកចំណុចចុងក្រោយគឺយើងសិក្សាអំពីរូបមន្តមជ្ឈមភាគបាទរូបមន្តមជ្ឈមភាគដើម្បីរករូបមន្តមជ្ឈមភាគទីនេះឧទាហរណ៍ថាមុខវិជ្ជា1 2 3 4យើងចង់រកមជ្ឈមភាគយើងគ្រាន់តែស្មើបន្ទាប់មកយើងសរសេរពាក្យថា average ចឹងមកទីនេះយើងចុច2ដងហើយ average ពី100នេះមកដល់50នេះមកហើយយើងបិទវិញហើយ enter នេះមជ្ឈមភាគគឺ 67.50 យើងទាញមកខាងក្រោមទៀតដើម្បីឲ្យវាគិតមជ្ឈមភាគឲ្យបាទពេលដែលយើងដូរនៅទីនេះយើងដាក់100ទីនេះមជ្ឈមភាគនេះក៏ដូរដែរបាទទីនេះយើងដាក់200មជ្ឈមភាគនេះក៏ដូរដែរបាទ80មជ្ឈមភាគ80ចឹងតែទីនេះក៏ដូរដែរយើងដាក់20វិញទីនេះដូរមក51ចុច25នេះគឺរបៀបរករូបមន្តមជ្ឈមភាគបាទគឺ average នេះទីនេះបង្ហាញ average បន្ទាប់មកយើងទាញវាមកបាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងតាមទាន់នៅមេរៀនទី18នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលមិនទាន់បាន Subscribe នឹងចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូជាបន្តទៀតផងដែរបាទសូមអរគុណសូមជម្រាបលា